ពុទ្ធបរិស័ទដែលកាន់ពុទ្ធសាសនានឹងត្រូវមានព្រហ្មចារីយធម៌3មកបដិបត្តិនឹងឲ្យបានរឿយគឺសិលសមាធិបញ្ញាសិលសមាធិបញ្ញានេះគឺជាព្រហ្មចារីយធម៌ជាឫសគល់ជាគ្រឹះមូលដ្ឋានសម្រាប់គោរពបដិបត្តិរបស់ពុទ្ធសាសនាដែលមានសិលនឹងខាងដើមសមាធិនៅកណ្ដាលមានបញ្ញានឹងនៅខាងចុងទាំង3នេះគឺហៅថាត្រៃសិក្ខាណាពាក្យថាត្រៃនឹងមកពីភាសាសំស្ក្រឹតប្រែថា3សិក្ខាជាភាសាបាលីប្រែថាការសិក្សាសរុបមកហៅថាត្រៃសិក្ខាដែលព្រះសម្មាសម្ពុទ្ធនិងព្រះអង្គនឹងទ្រង់សម្ដែងទុកក្នុងពុទ្ធវចនៈឬក្នុងព្រះត្រៃបិដកដែលមានធម៌ទាំងអស់ 84000 ព្រះធម្មខណ្ឌនេះអស់រយៈពេល45ព្រះវស្សាដែលប្រមូលទុកក្នុងព្រះត្រៃបិដកណាមានព្រះវិន័យបិដកព្រះសតនបិដកឬក៏ព្រះសូត្រនិងព្រះអភិធម្មបិដកកាលណាយើងសិក្សាអំពីសិលដូចបានសិក្សាព្រះវិន័យបិដកដែរណាព្រោះសិលនៅលោកសង្គ្រោះចូលទៅក្នុងព្រះវិន័យបិដកសមាធិនឹងលោកបញ្ចូលក្នុងសតនបិដកឬព្រះសូត្របញ្ញានឹងលោកសង្គ្រោះចូលទៅក្នុងព្រះអភិធម្មបិដកសិលគឺជាគុណជាតិញ៉ាំងកាយវាចាឲ្យស្អាតបរិសុទ្ធផូរផង់ណាប្រាចាគ្រឿងមន្ទិលសៅមងក្នុងសន្តានសមាធិគឺជាឧបាយណាសម្រាប់អប់រំចិត្តនឹងឲ្យស្ងប់ដែលមានសិលជាបាតបញ្ញាមានវិបស្សនានឹងជាបាតធ្វើឲ្យកើតបញ្ញាកំចាត់នៅអវិជ្ជាបញ្ញានឹងឆ្លងផុតនៅអវិជ្ជានិងតណ្ហាសិលនិងសមាធិបញ្ញាឬក៏ត្រៃសិក្ខាទាំង3នេះសម្រាប់ក្រហមបរិស័ទណាគួរសិក្សាទាំងបរិញ្ញត្តិទាំងបដិបត្តិនេះបើតាមផ្លូវលោកបរិញ្ញត្តិគេហៅថាការសិក្សាឬក៏ជាគ្រឹស្ដីចំណែកបដិបត្តិនឹងហៅថាការធ្វើតាមឬការអនុវត្តទាំងគ្រឹស្ដីទាំងការអនុវត្តនឹងជាគោលធម៌ដែលគួរសិក្សានឹងបានដល់គោរពប្រណិប័តធម៌ព្រមដល់កិច្ចបដិបត្តិនឹងមានសិលសមាធិបញ្ញាកិច្ចបដិបត្តិនេះលំអបទខាងដើមនឹងមានអតិកល្យាណੰនឹងដោយសិលកិច្ចបដិបត្តិលំអបទកណ្ដាលនឹងមានមច្ឆេកល្យាណੰដោយសមាធិកិច្ចបដិបត្តិលំអបទខាងចុងនឹងមានបរិយោសនៈកល្យាណੰនឹងដោយបញ្ញាម្យ៉ាងទៀតព្រហ្មចារីយធម៌គឺការប្រព្រឹត្តនៅធម៌ដ៏ប្រសើរប្រភេទនៃព្រហ្មចារីយធម៌ទាំង3ប្រការនេះសម្រាប់ក្រហមបរិស័ទមួយគឺព្រហ្មចារីយធម៌ជាន់ទាបឬក៏ជាន់ថ្នាក់ក្រោមនេះបានដល់ក្រហមគ្រប់គ្រងផ្ទះសម្បែងមានបុត្រធីតាណាចរិយាធ្វើទានរក្សាសិលមិនប្រព្រឹត្តក្បត់ប្តីប្រពន្ធពីរគឺព្រហ្មចារីយធម៌ជាន់ក្តាលបានដល់ក្រហមអ្នកគ្រប់គ្រងផ្ទះរក្សាសិល8ណាដែលហៅថាឧបាសកសិលនេះចម្រើនភាវនាអប់រំចិត្ត3ព្រហ្មចារីយធម៌ជាន់ខ្ពស់បានដល់ក្រហម
គ្រប់គ្រងប្រទេសរក្សាសិលរហូតអស់មួយជីវិតបើបានចេញទៅបួសនេះបួសជាភិក្ខុនេះក៏ប្រសើរសិលនឹងគឺជាគុណជាតិញ៉ាំងដុសខាត់អប់រំកាយវាចាឲ្យស្អាតបរិសុទ្ធកំចាត់គ្រឿងមន្ទិលសៅហ្មងក្នុងខណ្ឌសន្តានព្រោះកាយសម្ដីនេះពុទ្ធជនគ្រប់រូបកើតមករមែងជាប់ជំពាក់កិលេសតណ្ហានេះជាគ្រឿងសៅហ្មងដែលមិនស្អាតបរិសុទ្ធនោះទេណាព្រោះកាយសម្ដីចិត្តនឹងជាប្រធាននៃកម្មល្អក៏មានជាប្រធាននៃកម្មអាក្រក់នោះក៏មានវិរតិចេតនាការប្រព្រឹត្តបាបប្រកម្មនឹងដោយចេតនានឹងក៏មានការប្រព្រឹត្តផលបុណ្យនឹងដោយចេតនានឹងក៏មានតែក្នុងទីនេះសំដៅយកសិលវិរតិចេតនាជាចេតនាដែលវាចានៅអំពើអាក្រក់ការសម្លាប់សត្វនឹងមានជីវិតការមិនលួចទ្រព្យសម្បត្តិអ្នកដទៃការមិនភូតកុហកមិនប្រព្រឹត្តក្នុងកាមការមិនសេពនៅគ្រឿងស្រវឹងសិលនឹងគឺជាធម៌របស់មនុស្សត្រូវកាន់យកសេចក្តីល្អជានិច្ចតាមផ្លូវកាយក្តីវាចាក្តីការមិនប្រព្រឹត្តចាកកន្លងសិក្ខាបទឬវិនយបញ្ញត្តិសិលនឹងគឺជាគុណវិសេសញ៉ាំងភាពបរិសុទ្ធនឹងឲ្យកាយស្ងប់សម្ដីស្ងប់វេលាណាស្ងប់កាយស្ងប់សម្ដីសន្តិភាពក្នុងចិត្តហើយវេលានោះក៏កើតសមាធិសមាធិគឺជាឧបាយអប់រំចិត្តដែលមានសិលនឹងជាបាបសមាធិជាដំណើរតម្កល់ចិត្តសុបមមធ្វើឲ្យចិត្តនឹងមូលស្មើឲ្យចិត្តនឹងតែមួយនឹងហៅថាឯកតចិត្តឯកតារម្មណ៍ឲ្យអារម្មណ៍តែមួយចិត្តស្ងប់អារម្មណ៍ដើម្បីឆ្ពោះទៅរកសមថវិបស្សនាដែលមានកម្មដ្ឋាននឹងជាអារម្មណ៍សមាធិដើម្បីតម្កល់ចិត្តអារម្មណ៍នឹងឲ្យមមដើម្បីក្របសង្កត់កិលេសតណ្ហានឹងឬក៏កំចាត់ធម៌ដែលជាអកុសលជាដើមសមាធិគឺតម្កល់ចិត្តឲ្យសុបក្នុងកុសលចិត្តនឹងឲ្យចូលទៅក្នុងឈានក្នុងអង្គឈាននឹងចម្រើនសមាធិហើយបើនិយាយអំពីចិត្តជាភាសាបាលីនឹងហៅតែចិត្តនឹងប្រែមកថាសភាវៈដែលមានលក្ខណៈសន្សំរឿងរ៉ាវចេញចូលចេញធម្មជាតិជាចិត្តនឹងពិបាករក្សាចិត្តបថុជនមិនស្ងប់នឹងណោទេតែងតែប្រែប្រួលជានិច្ចម្ដងសុខម្ដងទុក្ខម្ដងល្អម្ដងអាក្រក់ម្ដងស្រឡាញ់ម្ដងសាវារត់ឆ្លេឆ្លារត់លិចរត់កើតសូម្បីតែម្ចាស់ចិត្តខ្លួនយើងនឹងនៅពេលដែលយើងដេកលក់ហើយចិត្តនឹងក៏នៅតែមកសន្សំរឿងរ៉ាវបន្តិចឃើញនោះបន្តិចឃើញនេះតាមរយៈការយោសពមកយប់មកទល់ភ្លឺចិត្តនឹងមិនដេកមិនពួនទាំងយប់ទាំងថ្ងៃព្រោះចិត្តនឹងជាប្រធានសុខទុក្ខអាក្រក់ល្អនឹងស្រេចតែចិត្តក្នុងខុទ្ទកនិកាយក្នុងធម្មបទត្រង់ចិត្តវៈនឹងមានពុទ្ធភាសិតនឹងថាសុទន្តសੰសុនិប៉ុណ្ណੰយត្ថាកាមនិបាតិណੰចិត្តតាំងរខេថៈ
មេទេវីចិត្តតាំងគុតតាំងសុខាវហੰប្រែថាចិត្តនឹងគេពិបាកមើលឃើញណាស់ចិត្តនឹងល្អិតសុខុមណាស់ហើយតែងតែធ្លាក់ទៅជាប់នៅក្នុងកន្លែងណាដែលខ្លួនប្រាថ្នាអ្នកប្រាជ្ញក៏បីរក្សាចិត្តបានចិត្តដែលគេរក្សាបានហើយគឺថាអាចធ្វើឲ្យចិត្តនឹងផុតចាកសេចក្តីសៅហ្មងហើយតែងនាំមកនៅសេចក្តីសុខចម្រើនទាំងលោកបច្ចុប្បន្ននេះផងទាំងលោកខាងមុខគឺបរលោកផងព្រមទាំងសុខក្នុងព្រះនិព្វានផងពុទ្ធភាសិតមួយទៀតថាទុរង្គកមੰអេកចរੰអសរិរੰគុហាសយੰយេចតੰសញ្ញាមេសន្តិមោខតិមេរពន្ធនីប្រែថាចិត្តនឹងឥតស្រមោលឥតរូបរាងឥតពណ៌សម្បុរចិត្តនឹងគឺអាស្រ័យនៅក្នុងគុហានេះគឺហតយរូបអាចទៅទទួលអារម្មណ៍ទីចិត្តទីឆ្ងាយបានណាត្រាច់ទៅតែឯងណាគឺមិនមានចិត្តពីរបីនឹងទៅជាមួយទេអ្នកណានឹងអាចសង្រួមចិត្តបានគឺអាចធ្វើចិត្តមិនឲ្យសៅហ្មងនឹងដោយកិលេសធម៌ណាមួយនឹងឲ្យចិត្តស្អាតបរិសុទ្ធអ្នកនោះនឹងអាចរំដោះចាកផុតចំណងនៃកិលេសមាបានសេចក្តីថារួចចាកផុតពីវត្តទុក្ខការវិលកើតការវិលស្លាប់ក្នុងភូមិទាំង3នេះគឺកាមវចរៈភូមិ1រូបាវចរៈភូមិ1និងអរូបាវចរៈភូមិ1នេះសរុបមកថាអ្នកដែលមានចិត្តស្អាតនឹងបានសម្រេចនៅសេចក្តីសុខចម្រើនយ៉ាងក្រៃលែងគឺបរមសុខគឺសុខក្នុងព្រះនិព្វានក្នុងត្រៃសិក្ខានឹងគឺមាន3សិលសមាធិបញ្ញាក្នុងត្រៃសិក្ខានឹងមានឈ្មោះថាអធិបញ្ញាគឺបញ្ញាថ្នាក់ខ្ពស់ប្រកបដោយវិបស្សនាញាណឬក៏វិបស្សនាបញ្ញាដែលចាស់ខ្លានឹងរឹងមាំនឹងដោយវិបស្សនាភាវនាឃើញច្បាស់នៅត្រៃលក្ខណ៍ឬក៏បញ្ញាដែលប្រកបទៅដោយមគ្គផលជាបញ្ញាប្រសើរខ្ពស់បំផុតដែលមានតែក្នុងពុទ្ធុបតៈតែប៉ុណ្ណោះបញ្ញាភាវនានឹងគឺការវឹកវើការហាត់អប់រំបញ្ញានឹងឲ្យយល់ច្បាស់ដល់វត្ថុទាំងឡាយតាមសេចក្តីពិតរហូតមានចិត្តនឹងជាឥស្សរៈវត្ថុជាគ្រឿងមន្ទិលសៅហ្មងមានកិលេសមិនអាចមកគ្របសង្កត់បានបញ្ញាចក្ខុភ្នែកជាបញ្ញាដែលគុណសម្បត្តិមួយយ៉ាងរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គនឹងត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណដោយបញ្ញាចក្ខុផ្លូវលោកហៅតែភ្នែកទឹកណាលោកកតរៈបញ្ញាណាគឺបញ្ញានឹងមានន័យថាបញ្ញាដែលនាំសត្វនឹងឲ្យឆ្លងផុតលោកទាំង3គឺកាមលោក1រូបលោក1និងអរូបលោក1ណាបើពោលឲ្យងាយស្រួលស្ដាប់លោកកតរៈបញ្ញានឹងគឺការយល់ដឹងអំពីអរិយសច្ចៈលោកកតរៈបញ្ញានឹងរាប់បញ្ចូលទាំងសមាទិដ្ឋិនិងសមាសង្កប្បៈនឹងជាបញ្ញាសិក្ខាដែលជាផ្លូវតែមួយគត់នាំមនុស្សនេះឆ្លងពីលោកីយសុខឆ្ពោះទៅរកបរមសុខគឺសុខក្នុងព្រះនិព្វានបាទការសម្ដែងនៅពេលនេះក៏សូមចប់តែប៉ុណ្ណេះបាទសូមគោរពសូមជម្រាបលា